ដែលយូរលង់មានប្រវត្តិដ៏អស្ចារ្យសិល្បៈក្បាច់គុណដែលល្បីក្នុងលោកកាប្រទេសជាច្រើននៅក្នុងលោកតែតែពុទ្ធសាសនាថាក្បាច់គុណខ្មែរខ្លាំងរៀបដូចដំរីសាយគ្រាន់តែវាយមកដៃផាំងលន់ថ្មងលងឿងក្បាលជង្គង់ហោះកែងឆេះអាចស្លាប់បាត់សងខាយវាវត្តកំទុយកែងមកខ្លាំងដូចខ្លាយគ្រាន់តែលឺតែខ្មែរវាយណាខ្លាញ់ញ័យដូចឆ្មាក្បាច់ខ្មែរពិតជាខ្លាំងមិនមែនតែខ្ញុំចេះតែថាបើមិនជឿសាក់មើលទឹកតែខ្លាំងបើប៉ុណ្ណាវាច់ពីមួយទៅមួយគ្មានកាព្រើខ្លាញ់ណាណាគ្មានកាព្រើខ្លាញ់ណាណាទេយើសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរសិល្បៈគុណខ្មែរយើសិល្បៈគុណខ្មែរគាត់តែភ្លេចទៅគុំផ្លាតញាក់ជើងអត្រេតហក់ទៅធាក់មួយជើងម៉ាំងឲ្យកាប់អាចារ្យលន់តបោទៅកំភ្លើងគេបាញ់តាំងកណ្ដាប់ដៃមហាកម្លាំងខ្លាំងដូចរត់ក្រោះក៏ឡាប់សក់ឲ្យបកព្រាមឈាមដូចគេពុះអស់ហោឈាមមិនតាមចំមោះស្ទុះហូទាំងអស់គ្មានអ្នកមើលគ្រប់ឈរឡើងផ្ទះដៃមនីហើយលន់មាត់គ្នាទៅកម្ពុជាពិតជាខ្លាំងមើលទៅគូប្រកួតសន្លប់ដូចជាត្រីអាំងប៉ះអ្នកខ្លាំងដូចជាត្រីអាំងដូចជាត្រីអាំងយ៉ាងងាយយ៉ាសិល្បៈគុណខ្មែរយ៉ាហើយសិល្បៈគុណខ្មែរយ៉ាសិល្បៈគុណខ្មែរយ៉ាសិល្បៈគុណខ្មែរបាច់គុណបុរាណខ្មែរជាគេដំណើរពីដូនតាមានប្រវត្តិដ៏យូរលង់មានប្រវត្តិដ៏អស្ចារ្យក្បាច់គុណបុរាណខ្មែរមានចម្លងអំពីអ្នកណាបានមកសល់ទុកមកឆ្លាក់លើប្រាំងសិលាការពីប្រទេសជាតិមាតុភូមិដែនដីដ៏អស្ចារ្យទុកឲ្យក្មេងជំនាន់ក្រោយថាដល់រៀនថែរក្សាត្រូវតែចងចាំទុកគេដំណើរពីដូនតាកុំឲ្យគុណខ្មែរនេះបាត់បង់លិចលុកនេះត្រីមច្ឆាបាត់ទៅនៅក្នុងទឹកត្រឹមហែឲ្យឆ្លេឆ្លាថែគុណខ្មែរឲ្យល្បីដូចបាសីហោះហើរលើវិហារឲ្យមានសាយទៅទូចាំងលោកកាឲ្យគេពោលទៅសើថាអស់ចាមែនគុណខ្មែរ